ដោយសារតែ website ទាំងអស់នេះសិតតែ website ដែលថ្មីដែរទេអញ្ចឹងហើយប្រវត្តិនៃការរើចំណូលឬក៏ចែករំលែកព័ត៌មានទាក់ទងជាមួយនឹងគុណភាពរបស់វាកម្រិតណាហ្នឹងគឺមិនទាន់ជាក់លាក់ទេដូច្នេះបងប្អូនមើលវីដេអូនេះសូមកុំអាលអនុវត្តតាមយើងស្រាវជ្រាវបន្ថែមសិនទៅស្រាវជ្រាវនៅក្នុង ChatGPT ស៊ូ ChatGPT មើល website ហ្នឹងវាមិនដែរអញ្ចឹងទៅឬក៏យើងប្រើការអនុវត្តដោយ music របស់យើងតែមួយឬក៏ពីរអីរងចាំមើលលទ្ធផលវាសិនបើលទ្ធផលវាល្អអាហ្នឹងចាំយើងបន្តទៀតឬក៏សម្រេចចិត្តនៅពេលក្រោយទៀតភ្លាមយើងគ្រាន់តែសិក្សាឲ្យដឹងសិនអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំមកចែករំលែក3 website ដែល website ហ្នឹងថ្មីដែរទេពាក់ព័ន្ធជាមួយនឹងការ release បទចម្រៀងរបស់យើងជាមួយនឹង AI generation ទី1 website នេះបើយើងមើលប្រវត្តិរបស់វាគឺមិនទាន់ដល់1ឆ្នាំទេគឺមាន2កញ្ចប់ទី1គឺយើងអាចចំណាយត្រឹម$2 release បទចម្រៀងដែល generate ដោយ AI បានហើយប៉ុន្តែយើងបង់តែ$1ទេប្រសិនបើចម្រៀងរបស់យើងមនុស្សយើងធ្វើផ្ទាល់ហើយការ release ហ្នឹងគឺត្រឹមតែ24ម៉ោងទៅ72ម៉ោងទេពី1ថ្ងៃទៅ3ថ្ងៃអាហ្នឹងករណីបែបហ្នឹងប៉ុន្តែយើងមើលកន្លែងនេះ artist ត្រឹមតែ 2000 អ្នកជាង 73,000 អ្នកទេហើយ release ក៏ទៅតែ 4000 release ជាងដែរអញ្ចឹងអាហ្នឹងគឺប្រវត្តិវានៅតិចនៅឡើយបើយើងប្រៀបជាមួយ DistroKid គឺ DistroKid វាទូលំទូលាយជាងគ្រាន់តែថាអ្នកនរគ្នាគ្រាន់តែស្វែងយល់ទៅហើយបើសិនជាដាក់ release អ្នកនរគ្នាមុននឹង release ទៅ search លើ ChatGPT ដើម្បីឲ្យវាផ្ដល់នៅគំនិតបន្ថែមទៀតអញ្ចឹងណាអ្នកនរគ្នាអាចផលិតចម្រៀងចេញពី Sono ក៏បានឬក៏ចេញពី audio នេះក៏បានដែរគឺអ្នកនរគ្នាគឺចំណាយ$2សម្រាប់ការ release មួយ bot ដែលអ្នកទាំងអស់គ្នា generate ពី AI មួយ bot ណាហើយមួយ bot ហ្នឹងគឺវានៅរហូតតែម្ដងអញ្ចឹងមួយ bot $2បើសិនជាយើងធ្វើពី AI សម្រាប់មួយ bot ណាមិនមួយ account ទេពីព្រោះកន្លែងនេះគេអត់បង់តាមខែតាមឆ្នាំអីទេគឺគេបង់សម្រាប់មួយ bot វាស្តៀងជាមួយនឹង Roadnote ណាតែ Roadnote វាគឺជា website ដែលមានយូរអង្វែងហើយអញ្ចឹងវាអាចទុកចិត្តបានសម្រាប់ Roadnote បើប្រៀបជាមួយនឹង website Once នេះយើងមើលប្រវត្តិរបស់វាគឺនេះការបង្កើត website ហ្នឹងត្រឹម2026នៅឡើយគឺថ្មីមែនតើហើយមិនសង្ឃឹមថាបងប្អូននឹងយកវាទៅអនុវត្តដោយមិនបានស្រាវជ្រាវបន្ថែមនោះទេអាហ្នឹងទី1សម្រាប់ទី2 website មួយនេះ AI Music Distributors គឺមាន store គឺ120ឯណោះហើយគឺមិនចាំបាច់បង់លុយមុនទេហើយ release អាច go live រយៈពេលតែ24ម៉ោងទេមួយថ្ងៃតែប៉ុណ្ណោះប៉ុន្តែសម្រាប់ website មួយហ្នឹងក៏នៅតែថ្មីដែរគេទើបតែបានប្រហែលជា1ឆ្នាំយើងអាចមកមើលខាងក្រោមនេះបង្កើតប្រហែលជាខ្ទង់2025នៅខ្ចីនៅឡើយហើយអ្នក review ក៏មិនសូវច្រើនដែរនេះគេហៅថា artist ដែល review គឺ4-10នាក់ទេហើយគ្រាន់តែហ្នឹងគេ support ជាមួយ AI ដែរសម្រាប់ website មួយហ្នឹងសួរថាទុកចិត្តឬអត់គឺយើងត្រូវស្រាវជ្រាវជាមួយ ChatGPT ថែមទៀតដើម្បីឲ្យយើងទុកចិត្តបានថាតើយើងអាចធ្វើឬក៏អត់អញ្ចឹងយើងធ្វើការស្រាវជ្រាវបន្ថែមហើយបើនៅតែចង់សាកល្បងយើងអាចសាកត្រឹមមួយ bot ពីរ bot អីសិនទៅបានហើយកុំឲ្យដាក់ច្រើនពេកក្រែងលោយើងខាត bot របស់យើងឬក៏ខាតពេលធ្វើ bot អីចឹងទៅជាមួយ AI ក៏ដោយក៏យើងត្រូវចំណាយពេលក្នុងការផលិត bot ជាមួយនឹង lyric ជាមួយនឹងការ generate ដែរអញ្ចឹងយ៉ាងណាយ៉ាងណីគឺអ្នកនរគ្នាអាចសាកល្បងបានប៉ុន្តែសាកតិចតួចបានហើយរងចាំមើល3ដំណាក់កាលទី1ពេលដាក់ចូលទៅដាក់ត្រឹមតែមួយ bot ពីរ bot ទៅហើយនៅពេលដែលបានហើយរងចាំមើលថាការ release ហ្នឹង24ម៉ោងមែនឬក៏អត់អញ្ចឹងបើវា release ចេញរួចហើយរងចាំមើលថាតើទិន្នន័យលទ្ធផលនៃចំណូលហ្នឹងបានយ៉ាងម៉េចពេលដែលបានលទ្ធផលជា revenue រួចហើយហ្នឹងតែយើងដកមកបានលុយហ្នឹងដកមកមែនអត់អញ្ចឹងអាហ្នឹងយើងត្រូវមើលពី cycle ថាតើវាបានអញ្ចឹងឬក៏អត់ព្រោះវាថ្មីដល់ពេលថ្មីមិនសូវសម្បូរអ្នកចែករំលែកទេវាអាចនឹង spam ឬវាអាចនឹងគេហៅថា scam ឬក៏អត់អាហ្នឹងយើងអត់ដឹងហើយដូច្នេះហើយរបស់ថ្មីយើងគ្រាន់តែយល់ស្វែងយល់ហើយកុំអាលសាកធ្វើអីហ្នឹងហើយបើយើងធ្វើតិចតួចសិនទៅកុំឲ្យយើងខាតពេលច្រើនជាមួយនឹង website មួយអញ្ចឹងមក website ទី3ក៏ជាប្រភេទ website ទទួល AI ដែរនៅក្នុងនេះគឺរៀងគួរសមជាងគេដោយសារតែវាបង់លុយ free ក៏មានដែរប៉ុន្តែ free វាប្រើខ្លីមែនតើត្រូវការចម្រៀងខ្លីបើយើងប្រើ free ណាប៉ុន្តែបើយើងពីថ្លៃជាង DistroKid ទៅទៀតពីព្រោះគេគិតជាខែមិនមែនគិតជាឆ្នាំទេអីគេ annual ទេប្រចាំឆ្នាំមួយប្រចាំខែអាចលើសនឹងនេះ$10ឯណោះ$10ក្នុងមួយខែអញ្ចឹងអា Lodi នេះក៏ជា website ដែល release បទចម្រៀងដែរកន្លែងនេះគឺគេឲ្យ license monetize all platform តែម្ដងយើងអាច live លើ YouTube អីជាដើមនឹង distribute music យើង 100% revenue ដូចគ្នានិងអាផ្សេងនេះក៏ revenue 100%ដែរក្នុងនេះក៏ 100% ដែរគឺគេប្រាប់ថា ownership 100%អញ្ចឹងទាំងអស់ហ្នឹងវាសិតតែមើលទៅជំរើសរឿងហ្នឹងគឺល្អប៉ុន្តែវាសិតតែថ្មីដែរទេសម្រាប់ website មួយនេះប្រហែលជារៀងយូរដែរហើយ2026យូរអីទៅថ្មីដែរទេមិនដឹងថាវាជាប្រភេទ website scam ឬក៏ website យ៉ាងណាខ្ញុំមិនហ៊ានថា website គេយ៉ាងម៉េចទេគ្រាន់តែថាអ្នកនរគ្នាស្វែងយល់បន្ថែមខ្ញុំគ្រាន់តែជាការផ្ដល់ដំណឹងទៅដល់អ្នកនរគ្នាថាមាន website ខ្លះយើងអាចមើលឃើញថាវាគួរសមគ្រាន់បើប៉ុន្តែបើប្រចាំខែមួយខែ$10វាថ្លៃជាង DistroKid ទៅទៀតវាអាច monetize all platform សម្រាប់យើងធ្វើ AI ជំរើសលេខ1បំផុតហ្នឹងគឺ DistroKid នៅតែ
ជាជំរើសល្អសម្រាប់យើងអានេះសម្រាប់ recommend របស់ខ្ញុំដោយសារតែ DistroKid មានអ្នកចែករំលែកច្រើនមានអ្នកធ្វើច្រើនមានអ្នកបានលទ្ធផលក៏ច្រើនសម្រាប់ website ទាំង3នេះវាសិតតែថ្មីគ្រាន់តែយើងមកស្វែងយល់ទៅបានហើយព្រោះនេះគេផ្ដោតទៅលើ AI 100%តែហ្មងអញ្ចឹងនៅក្នុងវីដេអូនេះគ្រាន់តែចែករំលែកព័ត៌មានពាក់ព័ន្ធជាមួយ website ដែលអាច release bot AI បានតាមតម្លៃដែលបងប្អូនអាចសាកល្បងបានឬក៏អត់គឺត្រូវស្រាវជ្រាវបន្ថែមទៀតអញ្ចឹងវីដេអូខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងម្ដងទៀតអ្នកនរគ្នាធ្វើឬក៏មិនធ្វើសូមស្រាវជ្រាវបន្ថែមសិនកុំអាលឃើញហើយយើងសាកល្បងភ្លាមវាធ្វើឲ្យយើងខាតពេលហើយនឹងខាតលុយអរគុណ